ជំរាបសួរលោកគ្រូឈ្មោះប៉ាភូលីកាអញ្ចឹងថ្ងៃនេះដែរខ្ញុំនឹងមកនិយាយអំពីការប្រើប្រាស់លើ EC2 Remote អញ្ចឹងដំបូងឡើយយើងត្រូវតែមានជាមួយនឹងaccount ដើម្បី login ចូលក្នុង AWS console ដែរអញ្ចឹងខ្ញុំមាន account ហើយសម្រាប់ E2C ដែរក៏បើសិនជាយើងតែមាន account ថ្មីវាតម្រូវឲ្យយើងទៅ install EC2 ដែរអញ្ចឹងបើសិនជាយើងអាច search ឲ្យ service EC2 ហ្នឹងEC2 ហ្នឹងហើយយើងធ្វើការ install តែខ្ញុំបាន install វាហើយអញ្ចឹងយើងអាចចូលទៅ launch instance ក្នុង service EC2 អញ្ចឹងហើយយើងអាច start launch without Luxor យើងតម្រូវឲ្យយើងដាក់ជាមួយនឹង name and tag សម្រាប់ name ដែរខ្ញុំអាចដាក់ជាមួយឈ្មោះរបស់ខ្ញុំហើយយើងយកជាមួយនឹង Ubuntu សម្រាប់ machine image វិញដែរយើងអាច select យកអាណាដែរវា lower វាទាបជាងគេសម្រាប់ផ្សេងៗគឺយើងយកតាម default របស់គេហើយអីដែលសំខាន់គឺតកតងជាមួយនឹង key pair login នេះយើងត្រូវបង្កើតជាមួយ key pair ថ្មីហើយដាក់ឈ្មោះ key pair របស់យើងចឹងយើងយកតាម default ដែលគេបាន add មកចឹងពេលដែលយើងconfig ជាមួយនឹង key pair នោះមកគឺយើងបាន download ជាមួយនឹង key pair សម្រាប់ login របស់យើងចឹងយើងធ្វើការ launch instance default ប៉ុន្តែនេះ select ចឹងយើងកំពុងតែបន្ទះlaunch instance ហើយ instance ហ្នឹងគឺបាន launch ហើយយើងអាចចូលទៅក្នុង instance ID នេះឃើញថាវាកំពុងតែ running ចឹងយើងធ្វើការ connect ជាមួយនឹង instance នេះwait ដើម្បីធ្វើការ connect នេះបានយើងត្រូវមើលទៅលើ instance state របស់វាដែរថា instance ហ្នឹងគឺវាកំពុងតែ success status អញ្ចឹង currently instance មួយហ្នឹងគឺវាកំពុងតែ initialize របស់វា license របស់វាអញ្ចឹងយើងចាំឲ្យវា pass ឬក៏ success ហ្នឹងចាំយើងចូលទៅ connect instance នេះសូមធ្វើការ refresh ដើម្បី check មើល status វាគឺ not yet success អាចចាំនឹង2ឬក៏3នាទីយ៉ាងយូរអញ្ចឹងសម្រាប់ instance របស់ខ្ញុំគឺ status វាគឺបាន check pass អស់ហើយយើងអាចធ្វើការ connect ជាមួយ instance ហ្នឹងយើងចូលមក tab SSH client ហើយយើងបន្តមកទៀតគឺយើងត្រូវយក command ហ្នឹងទៅ pass នៅក្នុង git bash ខ្ញុំធ្វើការopen នៅ git bash បន្តមកទៀតយើងអាចធ្វើការ cd ទៅ directory ដែល install ជាមួយkey ហ្នឹងខ្ញុំធ្វើ install វាចូលនេះយើងអាច move directory ហ្នឹងមកkey បន្តមកទៀតយើងអាចធ្វើការ pass ជាមួយនឹង command មួយនឹងបានអូខេហើយបន្តមកទៀតគឺយើង pass ជាមួយនឹង command នេះដែលដើម្បីធ្វើការ connect SSH ជាមួយ AWS អូខេ type
ចឹងយើងបានធ្វើការremote យូរបន្ទប់របស់យើងចូលទៅក្នុង AWS ជាមួយនឹងចូលបន្តមកទៀតយើងធ្វើការវាយនៅ command UMI ដើម្បីមើលថាយើងជាអ្នកគេអញ្ចឹងជាយុសាយុបន្ទោបន្តមកទៀត PWD ដើម្បីយើងដឹងថាយើងកំពុងឈរនៅ directory នេះដែរហើយមួយទៀតគឺ hostname អូខេអញ្ចឹងងាកមកការងាររបស់លោកគ្រូវិញគឺយើងធ្វើការជាមួយបញ្យល់តាក់ទងជាមួយនឹង command ទាំងអស់នេះតែទី1តាក់ទងជាមួយ tree សម្រាប់ command នេះដែរគឺយើងប្រើដើម្បីបង្ហាញdirectory ជាប្រភេទ tree អញ្ចឹងពេលដែលយើងប្រើណាសម្រាប់ command នេះហ្នឹងវាអត់ត install អញ្ចឹងយើងធ្វើការsudo ដើម្បី install វា sudo apt install tree អូខេពេលដែលយើងបានណាអូខេយើងសាកជាមួយនឹងcommand tree មួយទៀតអាប់ដេតអញ្ចឹងសាកមើលcommand install tree វិញទៀតអូខេអញ្ចឹងយើងបាន install ហើយមកជាមួយនឹង command tree វិញទៀតឥឡូវគឺអត់មានជា directory ទេអញ្ចឹងយើងធ្វើការបង្កើត directory សិនអញ្ចឹងចូលមកបន្ទាប់មកគឺយើងធ្វើការបង្កើតជាមួយនឹង directory ដែលប្រើ command អូខេយើងបានបង្កើតហើយយើងបានជាមួយនឹង command tree មួយទៀតណាដូចជាបានឃើញអញ្ចឹងគឺ directory ដែលយើងបានបង្កើតហើយអញ្ចឹងចំណុចទី3នេះគឺយើងបង្កើតជាមួយប្រើជាមួយ command node type បង្កើត file អូខេហើយអាចបញ្ចូលជា sentence នៅលើ text file នេះដែរចឹង sentence អស់នេះដើម្បី save វាចូល control ទៅចឹងអូខេ file text .txt យើងបានបង្កើតបន្ទាប់មកទៀតចំណុចទី4គឺតាក់ទងជាមួយនឹង command cp ដែល command cp នេះដែរគឺយើងចង់copy file ទៅតាម directory ផ្សេងៗអញ្ចឹងយើង copy file ទៅកាន់ directory បន្តមកទៀត copy ហ្នឹងចូលទៅកាន់ទៀតអញ្ចឹងអានេះយើងធ្វើការផាំងម្ដងហើយអញ្ចឹងដែលយើងធ្វើការ copy បន្តទៀតបន្តអូខេ
kia khi trường hợp thứ 4 គឺយើងបានធ្វើហើយតាមជាមួយការ copy file ចឹងដល់ចំណុចទី5គឺតកតងជាមួយនឹង command ថាដើម្បីធ្វើការបង្កើតជាមួយនឹងfile ថាso ថាគឺថាយើងបានបង្កើតជាមួយនឹងថាជាវាជាទៀតដែរដែលយើងបានបង្កើតវាហើយចូលមកបន្តមកទៀតគឺចង់ extract ជាមួយនឹងថាfile អូខេចឹងយើងបានធ្វើការ extract ជាមួយវាហើយដល់ចំណុចទី7គឺធ្វើការបង្កើតជា contract ពីនៅខាង account អូខេចឹងកន្លែងនេះដែរវាចូលជាមួយfile នឹង file យើងតែវាជាប្រភេទថាហើយចឹងយើងកំទី7នេះដល់ពេលcomment នេះគឺធ្វើការបង្កើតជា script អូខេយើងចឹងយើងបន្ត install script ចឹងធ្វើការsudo apt install script install script អូខេទៅនេះចឹងយើងអាចធ្វើការផាសជាមួយនឹង comment ដើម្បីបង្កើតការ script នេះដែរ yes វាកំពុងតែកំប្រឹងហើយទៅដល់ហើយចំណុចទីចុងក្រោយនេះដែរគឺយើងធ្វើការ unzip ជាមួយfile របស់យើងចឹងពេលផាសទៅអូខេយើងឃើញថាវាបានunzip ជាមួយ file ដែលយើងfolder ដែលយើងបានបង្កើតមុនអញ្ចឹងសម្រាប់ការនេះគឺតែប៉ុណ្្នឹងទេអរគុណច្រើន